សុស្ដីបងអូនទាំងអស់គ្នាថ្ងៃនេះមានបានលើកយកគ្រឿងមួយដែលមានចំណងជើងថាអ្នកគ្រូពេទ្យឆ្លងភពមកសម្រាប់ចែកជូនបងប្អូនទស្សនាទាំងអស់គ្នាណាផ្ដើមនៅសាច់រឿងដំបូងយើងឃើញថាទូស្រីរបស់យើងនៅស្ថិតនៅក្នុងឯកស្ថានពេទ្យកំពុងតែឈរនិយាយគ្នាជាមួយនឹងសាច់ច្បងម្នាក់ទៀតដែលពួកគេនាំគ្នាវិភាគសារឬសារស័ព្ទមួយនេះគឺជាអ្នកដែលមានអំណាចមួយដែលត្រូវបានគេលួចសម្លាប់ហើយនៅភ្លាមនោះដែរគឺទូស្រីរបស់យើងបានធ្វើការវះកាត់ហើយក៏បានប្រទះឃើញនៅសោមួយនៅក្នុងពោះរបស់គេហើយនៅពេលនោះដែរតែច្បងម្នាក់នោះក៏បាននិយាយថាតើនេះគឺជាសោដែលពួកឃាតករនោះកំពុងតែតាមរកមែនទេទូស្រីយើងក៏តបទៅវិញថាប្រហែលហើយភ្លាមនោះដែរស្រាប់តែមានកំភ្លើងមួយមកខ្ចង់នៅចំក្បាលរបស់ទូស្រីយើងតែម្ដងតែដោយសារនៅពេលនោះទូស្រីនាងរហ័សក៏បានក្រវាសដៃតែជាអកុសលក្រកំភ្លើងក៏បានបាញ់ចូលទៅក្នុងទ្រូងរបស់នាងនៅពេលដែលបើកភ្នែកម្ដងទៀតក៏ស្រាប់តែឃើញខ្លួនឯងនៅក្នុងទីលានប្រហែលជីវិតទៅវិញពេលនោះនាងមានការជ្រួលច្បល់ជាខ្លាំងសួរថាតើខ្ញុំមិនទាន់ស្លាប់ទេឬហេតុអីបានជាមកនៅទីនេះទៅវិញវាស្រៀងនឹងការកាត់ទោសនៅសម័យបុរាណអញ្ចឹងនៅភ្លាមៗដែរនាងស្រាប់តែឈឺក្បាលខ្លាំងមែនទែនហើយការចងចាំរបស់ម្ចាស់នៃរាងកាយនេះក៏បានលេចឡើងនាងមានឈ្មោះថាឈូជីងហួងគឺជាកូនដើមនៃគ្រួសារឈូនៅសម័យបុរាណតាំងពីតូចបានរៀនវិជ្ជាពេទ្យជាមួយនឹងពូទី2របស់នាងរហូតបានក្លាយទៅជាគ្រូពេទ្យអធិរាជនៅថ្ងៃមួយនាងក៏បានទៅជួយសម្រាលកូនឲ្យប្រពន្ធចុងរបស់លោកឧត្តមសេនីយ៍ប្រចាំប្រទេសនាងក៏ត្រូវបានគេចាត់ប្រកាន់ថានាងគឺជាអ្នកសម្លាប់ទារកដែលទៅនឹងកើតនោះពេលនោះហើយដែលទូស្រីរបស់យើងបានដឹងថានាងបានឆ្លងភពមកកាន់សម័យបុរាណហើយម្នាក់នេះគឺជាប្អូនចុងរបស់ទូស្រីរបស់យើងដែលមានឈ្មោះថាឈូឈីងយានឹងគឺជាមនុស្សម្នាក់ដែលលាក់ពុតខ្លាំងមែនតែមួយថ្ងៃបនឲ្យតែឈូឈីងហួងស្លាប់ឲ្យបាត់ទេនឹងអាងខ្លួនឯងឡើងមកចំនួនតម្លាក់ជាកូនស្រីដើមនៅក្នុងគ្រួសារហើយអ្នកកាត់ក្តីនៅលើកនេះវិញគឺជាព្រះអង្គម្ចាស់ទី9ដែលមានឈ្មោះថាជីនម៉ូឆិននៅពេជ្ជឃាតក្នុងនឹងលើកបិទដើម្បីប្រហារជីវិតទៅហើយលោកស្រីយើងក៏ស្រែកថាព្រះអង្គម្ចាស់ខ្ញុំត្រូវគេមកបង្កាច់ទេបន្ទាប់មកព្រះអង្គម្ចាស់បានតបថានាងចិត្តស្លាប់ទៅហើយនៅស្រែកថាគេមកបង្កាច់នាងទៀតតើនាងមានផុសតាងអីព្រមនោះទូស្រីយើងក៏បាននិយាយថាទៅពេលខ្ញុំ1 ម៉ោងខ្ញុំនឹងបញ្ជាក់ការពិតពេលនោះទូប្រុសរបស់យើងក៏បានយល់ព្រមហើយពេលនោះដែរបងចុងរបស់នាងស្រែកថាបងស្រីថាបងឯងឈួតទេហេតុអីបានជាបងយកជីវិតគ្រួសាររបស់យើងទាំងមូលមកដូរនឹងជីវិតបងមួយបែបនេះបងចង់បញ្ជាក់យ៉ាងម៉េចភ្លាមនោះទូស្រីរបស់យើងតបថាបងស្រីឯងកាត់អីហ្នឹងបងគ្រាន់តែចង់បញ្ជាក់ពីភាសាស្អំរបស់បងឲ្យតាផ្ទុយទៅវិញមើលទៅឯងដូចជាភ័យមិនទេបងស្រីតិចឡូអ្នកដែលទៅកាត់ក្បាលនេះជាឯងទៅពេលនោះឈូជីងយាចាប់ផ្ដើមមានខ្លួនហើយគឺភ័យខ្លាំងមែនតើឯឈូជីងហួងវិញគឺបានសុំឲ្យព្រះអង្គម្ចាស់ទី9នាំខ្លួនទៅកាន់ផ្ទះរបស់លោកមេតបមកដល់ត្រឹមនេះអត់មានសំណាងនាំបន្តិចថានេះគឺជាលោកមេតបប្រចាំនគរកាលពីសម័យបុរាណដែលមានឈ្មោះថាចាងសាំងអ៊ូពេលនោះព្រះអង្គម្ចាស់ទី9ក៏បាននិយាយថាលោកមេតបឈូជីងហួងសូមឱកាសក្នុងការបញ្ជាក់ពីភាពស្អាតស្អំរបស់ខ្លួនឯងពេលនោះលោកស្រីរបស់យើងក៏បាននិយាយថាលោកមេតបតាមពិតនៅពេលយប់ដែរខ្ញុំទៅបង្កើតកូនឲ្យប្រពន្ធរបស់លោកនោះគឺត្រូវបានគេវាយឲ្យសន្លប់ឆ្នេះហើយទើបមិនបានប្រាប់ការពិតទៅកាន់លោក